Hello បាទជំរាបសួរបងប្អូនដែលតាមដាន channel របស់ខ្ញុំបាទលេខជួននេះទេហើយអរគុណច្រើនសម្រាប់ការគាំទ្រកន្លងមកឥឡូវថ្ងៃនេះខ្ញុំមានការចែករំលែកថ្មីមួយដោយសារខ្ញុំទៅតែទទួលបានព័ត៌មានពី YouTube ដែរហើយអញ្ចឹងខ្ញុំក៏ធ្វើជាវីដេអូខ្លីមួយមកចែករំលែកជូនបងប្អូនទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំសូមបញ្ជាក់ថាchannel របស់ខ្ញុំចាប់បានធ្វើយូរឆ្នាំដែរអាចជា10ឆ្នាំតែដោយសារខ្ញុំធ្វើធម្មតាអញ្ចឹងណាហើយក្រោយមកខ្ញុំគិតថាអូខេ YouTube គួរតែយើងមានឱកាសធ្វើពេលទំនេរពេលអីចឹងយើងក៏បង្កើនប្រសិទ្ធភាពការងារថែមទៀតទៅលើ YouTube ហើយវាជាការងារមួយដែលខ្ញុំធ្វើការក្រៅម៉ោងទេបាទជាយើងធ្វើចេះអានេះយូរឆ្នាំដែរហើយរយៈចុងក្រោយហ្នឹងYouTube គេមាន policy ថ្មីជាច្រើនដែលតម្រូវឲ្យ YouTuber ទាំងអស់ទី1ត្រូវមាន subscriber ចំនួន 1000 subscriber ឬក៏ 1k ហើយទី2មានview ចំនួន4000ម៉ោងបាទហើយនេះគឺជាលក្ខខណ្ឌពិសេសដែល YouTube តម្រូវឲ្យ YouTuber ទាំងអស់ធ្វើឲ្យបានគ្រប់ចំនួនទើប YouTuber គេឲ្យយើងអាចរកលុយបានអញ្ចឹងណាហើយនៅក្នុងនោះសម្រាប់ channel របស់ខ្ញុំគឺមានលក្ខខណ្ឌពិសេសខ្ញុំមកដឹងថា channel របស់បងប្អូនយើងមានលក្ខខណ្ឌដូច channel របស់ខ្ញុំដែរយ៉ាងម៉េចដោយសារ channel របស់ខ្ញុំគេឲ្យលក្ខខណ្ឌពិសេសទី1គឺត្រូវមាន subscriber 1k ឬ 1000 subscriber លក្ខខណ្ឌទី2គឺត្រូវមានview watch hour អ្នកចូលទស្សនាចំនួន 3000 ម៉ោងបាទហើយដំណាក់កាលទី3ពាក់ព័ន្ធជាមួយនឹងសំទោសតើតើជាមួយនឹង view បើសិនជាយើងអត់គ្រប់ 4000 ម៉ោងទេប៉ុន្តែយើងបាន view ច្រើនជាពិសេសគឺគេយក view short video បងប្អូនបាទអញ្ចឹង short video ជាទូទៅវា viral ទុកច្រើនប៉ុន្តែទោះបីយ៉ាងណាក៏យើងពិបាករកដែរណាបាទហើយនៅក្នុងនោះគឺសម្រាប់3លាន view ហ្នឹងវាគិតតែរយៈពេល3ខែទេអញ្ចឹងមានន័យថាមួយខែទៅរកបាន3លាន view បាទហើយលក្ខខណ្ឌហ្នឹងគឺយើងគ្រប់ monetize មួយលក្ខខណ្ឌទី1មានន័យថាលក្ខខណ្ឌដែលរកគេហៅថា monetize វីដេអូរបស់បងប្អូនហ្នឹងតាមរយៈ view តែប៉ុណ្ណោះមានន័យថាចំនួន view ប្រហែល k ប្រហែល view អញ្ចឹងគេគិតជា revenue ឲ្យយើងបាទប៉ុន្តែបើសិនជាយើងចង់រកតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មលើវីដេអូរបស់បងប្អូនគឺត្រូវឲ្យមាន view hour មានចំនួនទស្សនាចំនួន 4000 ម៉ោងបាទនឹងលក្ខខណ្ឌទី2ដើម្បីគ្រប់លក្ខខណ្ឌទាំងអស់បាទអញ្ចឹងគ្រាន់ថាYouTube គេបន្ធូរបន្ថយជាងមុនបន្តិចយើងមាន view យើងអាចរកលុយបានប៉ុន្តែយើងអត់អាចរកចំណូលបានក្រៅពី view ទេមានន័យថាដល់ពេលដែលមានក្រុមហ៊ុនផ្សេងគេយកវីដេអូមកផុសមកដាក់នៅលើផ្សព្វផ្សាយនៅលើវីដេអូរបស់បងប្អូនណាបាទអាហ្នឹងគឺយើងរកតែបានទេលុះត្រាណាតែយើងរកបាន 4000 ម៉ោងអូខេឥឡូវយើងទៅតាមដានទាំងអស់គ្នាជាមួយ channel របស់ខ្ញុំណាអូខេហ្នឹងហើយអញ្ចឹងខ្ញុំសូមជម្រាបឡើងវិញបងប្អូនលក្ខខណ្ឌដែលយើងទទួលបានទី1យើងមានលក្ខខណ្ឌ 1000 subscriber ហើយចំនួន 4000 ម៉ោងណាប៉ុន្តែបច្ចុប្បន្ន YouTube គាត់អនុគ្រោះឲ្យយើង subscriber មាន 1000 subscriber ឬក៏ 1k ហើយជាមាន
view watch hour 3000 ម៉ោងគឺយើងអាច verify channel របស់បងប្អូនជាមួយនឹង YouTube បានហើយសម្រាប់ channel របស់ខ្ញុំគឺយើងបានverify ជាមួយនឹង YouTube រួចហើយខ្ញុំសូមបញ្ជាក់បន្តិចរបៀបនៃការ verify គឺមាន3ចំណុចសំខាន់ប៉ុន្តែវាឲ្យយើងជ្រើសរើសក្នុងចំណោម3ហ្នឹងយើងរើសយកមួយចំណុចទី1ពាក់ព័ន្ធជាមួយនឹងគេឲ្យយើងបង្កើតវីដេអូខ្លីមួយណែនាំពីខ្លួនឯងបាទរយៈពេល6វិនាទីហើយចំណុចទី2គឺយើងយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់យើងហ្នឹងទៅ verify ជាមួយនឹង YouTube បាទហើយលក្ខខណ្ឌទី3គឺគេឲ្យយើងនិយាយរៀបរាប់អំពីប្រវត្តិនៃការធ្វើ YouTube ជោគជ័យបាទគឺគេឲ្យយើងរៀបរាប់ធ្វើជាវីដេអូហើយផ្ញើទៅឲ្យ YouTube អញ្ចឹងណាអាហ្នឹងគឺជាវិធីសាស្ត្រនៃការ verify ហើយសម្រាប់ខ្ញុំគឺ channel របស់ខ្ញុំយកចំណុចទី2គឺការ verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណពីព្រោះនៅពេលដែលយើង verify ជាមួយអត្តសញ្ញាណប័ណ្ណងាយស្រួលពេលដែល YouTube យើងចែកភាគរយគ្នា YouTube នឹង transfer មកហើយយើងយកអត្តសញ្ញាណប័ណ្ណទៅទីផ្ទាត់ជាមួយនឹងធនាគារអញ្ចឹងណាបាទងាយស្រួលអូខេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនចុះទៅទស្សនាលម្អិតជាមួយនឹងវីដេអូរបស់ខ្ញុំនឹងបង្ហាញផ្ទាល់បាទអំពី channel របស់ខ្ញុំហើយរបៀបនៃការ verify ពី QR code ហើយនឹងមានដំណាក់កាលរបស់គេមួយរហូតដល់ channel របស់ខ្ញុំចេញ Advanced Mode បាទអូខេអរគុណសូមរីករាយទស្សនាទាំងអស់គ្នា